ហើយបន្តមកទៀតអ្នកទាំងនេះត្រូវបង្កើតបានន័យថាប្លង់នេះទៅជាប្លង់ export អញ្ចឹងខ្ញុំនឹងបង្ហាញជូនអ្នកទាំងនេះអញ្ចឹងឧទាហរណ៍ខ្ញុំមានជាប្លង់មួយដើម្បីបង្ហាញជូនអ្នកទាំងនេះអញ្ចឹងនៅក្នុងនេះខ្ញុំមានជាប្លង់ប្រព័ន្ធ pre មួយបន្ទាប់មកខ្ញុំ copy បានន័យថាខ្ញុំ copy ដាក់នៅលើ desktop ចុះដើម្បីបង្ហាញជូនអ្នកទាំងនេះអញ្ចឹងនៅក្នុងនេះវាមានប្លង់នេះមួយហើយបន្ទាប់មកខ្ញុំ copy អាប្លង់នេះមកអ្នកទាំងនេះអាចបានន័យថាបើកមើលវាបានអញ្ចឹងខ្ញុំនឹងបើកមើលវាបានអញ្ចឹងនៅពេលដែលខ្ញុំ copy មកបានន័យថាប្លង់របស់យើងវាបាត់ប្លង់បាត់អីអញ្ចឹងនៅពេលដែលអ្នកទាំងនេះចង់ផ្ញើឲ្យគេដើម្បីឲ្យគេមើលឃើញប្លង់បានអ្នកទាំងនេះអាចធ្វើបែបនេះអញ្ចឹងខ្ញុំនឹងបានន័យថា cancellation អញ្ចឹងខ្ញុំនឹង copy អាប្លង់ហ្នឹងមកដើម្បីបង្កើតប្លង់ export អញ្ចឹងខ្ញុំ control V មកហើយបន្ទាប់មកខ្ញុំបានន័យថា rename ដូរឈ្មោះហ្នឹងខ្ញុំដាក់បានន័យថាប្លង់ export ប្រព័ន្ធ pre ចុះ export ប្រព័ន្ធ pre អញ្ចឹងអ្នកទាំងនេះអាចហៅប្លង់បានន័យថាបើកវាបានអញ្ចឹងខ្ញុំនឹងបង្ហាញជូនអ្នកទាំងនេះអញ្ចឹងវាចេញលក្ខណៈបែបនេះអញ្ចឹងអ្នកទាំងនេះអាច export បានន័យថា បានន័យថាប្រើនៅ comment address នេះមកដើម្បីហៅប្លង់អាកាតិករបស់យើងអញ្ចឹងខ្ញុំនឹងលុបប្លង់អាកាតិករបស់យើងចោលហើយបន្តមកអ្នកទាំងនេះអាចហៅប្លង់ថ្មីមកអញ្ចឹងខ្ញុំនឹងបានន័យថាទៅរកប្លង់អាកាតិករបស់យើងហ្នឹងអ្នកទាំងនេះអាចធ្វើតាមខ្ញុំបានអញ្ចឹងនៅក្នុងនេះហើយបន្តមកនេះគឺជាប្លង់អាកាតិករបស់យើងអញ្ចឹងអ្នកទាំងនេះអាច open វាមកហើយបន្តមកទៀតអ្នកទាំងនេះអាចរងចាំបន្តិចទៅដោយសារតែ file នឹងវាធំអញ្ចឹងចំណុចនេះអ្នកទាំងនេះមិនចាំបាច់ដាក់គ្រីវាទេអញ្ចឹងដោះគ្រីវាចេញមកហើយអូខេវាមកហើយបន្ទាប់មកប្លង់បានន័យថាប្លង់អាកាតិកហ្នឹងបានន័យថាវានឹងចូលមកនៅក្នុងនេះហើយបន្ទាប់មកអ្នកទាំងនេះអាចហៅប្លង់ express មកមួយទៀតក៏បានដែរអញ្ចឹងខ្ញុំនឹងបើកបានន័យថារកប្លង់ express របស់យើងខ្ញុំនឹងបង្ហាញជូនអ្នកទាំងនេះអញ្ចឹងនៅក្នុងនេះប្លង់ express នេះប្លង់ express របស់យើងអញ្ចឹងបានន័យថានៅក្នុងនេះអ្នកទាំងនេះអាចធ្វើដូចគ្នាមិនចាំបាច់ដាក់គ្រីសទេអញ្ចឹងអូខេវាមកអញ្ចឹងពេលនោះបានន័យថាវានឹងជន់លើគ្នាពីរអញ្ចឹងខ្ញុំនឹងលុបប្លង់មួយចោលអញ្ចឹង e enter មកហើយបន្ទាប់មកអ្នកទាំងនេះអាចបាញនៅក្នុងប្លង់ express នេះមកបានន័យថាចុចម៉ៅខាងស្ដាំរបស់យើងហ្នឹងបាញវាទៅហើយបន្ទាប់មកចុចអូខេមកអញ្ចឹងបានន័យថាយើងបានប្លង់បានន័យថាជាប្រភេទប្លង់ export មួយអញ្ចឹងអ្នកទាំងនេះមានជាប្លង់ប្រព័ន្ធ pre មួយហើយមួយទៀតប្លង់ export នេះមួយទៀតដើម្បីផ្ញើជូនគេអញ្ចឹងតាក់ទងនឹងប្លង់បាតនេះបានន័យថាគេអាចមើលឃើញ